ពីមុនមកខ្ញុំដូចជាឈប់ចង់ដាំដែរព្រោះអីវាខាតពេកបាទខ្ញុំមានឈ្មោះមាសវុធាមានទីនៅភូមិឆ្លងមួយឃុំកំពន់ស្រុកមេមត់ខេត្តត្បូងឃ្មុំបាទរាល់ថ្ងៃនេះខ្ញុំធ្វើចំការនេះមានដំណាំច្រើនមុខដូចជាដំណាំម្រេចទុរេនសាវម៉ាវមង្ឃុតនិងដំណាំហូបផ្លែរួមផ្សំច្រើនទៀតដែលមាននៅក្នុងចំការរបស់ខ្ញុំបាទដែលមានដី10ហត្ថកន្លះបាទពីកន្លងមកខ្ញុំដាំដំណាំទាំងអស់ហ្នឹងឃើញថាវាមិនសូវល្អដោយសារយើងប្រើប្រាស់ជីមួយចំនួនអត់ត្រូវគោលដៅវាទី2ទៀតដូចជាសត្វល្អិតអីហ្នឹងទៅវារំខានដល់ដំណាំធ្វើឲ្យដំណាំយើងអត់មានការលូតលាស់ល្អហើយទិន្នផលអត់ឆ្លើយតបរូបធំជាងគេគឺជីនឹងហ្មងបាទប្រើប្រាស់ជីដែលអត់ចំគោលដៅបាទជីមួយចំនួនក្រោយមកកាប់ពីមុនខ្ញុំប្រើទៅតាមពីចំលក្ខណៈបុរាណយើងវាបានគិតដល់ពីមុនគេថាយើងប្រើទៅលើលីមួកគោបាទទៅលើជីគីមីមួយចំនួនផ្សេងទៀតអាកាសធាតុមានការប្រែប្រួលអញ្ចឹងដូចជាដំណាំម្រេចនេះអីបើយើងធ្វើតាអាកាសធាតុមានការប្រែប្រួលអត់បានទេទិន្នផលគាត់មិនល្អទេបាទជាពិសេសគឺម្រេចហ្នឹងហ្មងបាទសត្វល្អិតគឺសត្វល្អិតពពួកសត្វល្អិតហ្នឹងគឺយើងបាញ់ថ្នាំមួយចំនួនហ្នឹងអត់ចំវាអត់ចំគោលដៅវាអញ្ចឹងធ្វើឲ្យសត្វល្អិតហ្នឹងវាយលុកទៅលើដំណាំយើងបាទរំខានដំណាំយើងអត់បានទិន្នផលដែរបាទហ្នឹងខ្ញុំពីមុនមកខ្ញុំដូចជាឈប់ចង់ដាំដែរព្រោះអីវាខាតពេកបាទដូចជាដំណាំម្រេចនេះគឺចំណាយទុនខ្ពស់បាទគ្រាន់តែចលុងវាមួយចលុងដល់ទៅចិត្តវាជាង$5នេះបាទមួយចលុងគ្រាន់តែចលុងតេនៅពូជថ្លៃដើមថ្លៃដាំអីទៀតនៅថ្លៃសេវាធ្វើសពបែបយ៉ាងប្រព័ន្ធទឹកប្រព័ន្ធអីទៀតថ្លៃចំណាយទុនធំហើយទិន្នផលវាអត់បានអញ្ចឹងខ្ញុំមានកំណត់ថាចង់បោះបង់ដែរឃើញខ្ញុំដកចលុងចេញដកអីចោលទៅដាំដំណាំផ្សេងក្រោយមកឃើញថាឲ្យគ្រូសាខ្ញុំគាត់ទៅរៀនពីជីអញ្ចឹងបាននាំជីនឹងមកប្រើទៅឥឡូវនេះឃើញថាកាយប្រែល្អច្រើនលើដំណាំអញ្ចឹងខ្ញុំចាប់ដាំឡើងវិញអ្នកគូឃើញហើយនៅខាងមុខនឹងចលុងខ្ញុំដឹកចូលទាំងឡានវិញដកពីចលុងងាប់ដើម្បីយកមកកែវាធ្វើឡើងវិញដើម្បីបង្កើនទិន្នផលឡើងវិញបាទហើយតាមរយៈជាក់ស្ដែងហ្នឹងគឺយើងប្រើជី AB Power Boost ហ្នឹងបាទនឹងចូលតាំងពីឆ្នាំហ្នឹងខ្ញុំប្រើជាប់រហូតដូចជាអាមេរិកថ្មីហ្នឹងអីខ្ញុំបានប្រើទៅលើឃើញប្រែប្រួលឃើញបានល្អត្រឡប់មកវិញច្រើនបាទខុសគ្នាពីមុនកន្លងមកពីឥឡូវឃើញខុសច្រើនណាស់បាទប្រើទៅឃើញជាក់ស្ដែងហ្នឹងគឺអ្នកគូឃើញហើយបាទទៅលើអាមេរិកនេះខ្ញុំប្រើក្នុងរយៈពេលហ្នឹងរហូតមកឃើញល្អណាស់បាទគុណភាពប្រើរយៈពេលប្រហែលជាបើអាមេរិកលឿនតែ7ថ្ងៃទៅ10ថ្ងៃឃើញប្លែកហ្មងបាទកាត់បន្ថយទី1ការថ្លៃដើមរបស់យើងប្រើវាចំណេញទី1គឺប្រើជីតិចបាទទីតិចហើយយើងប្រើទៅលើដំណាំហ្នឹងឃើញថាវាថយថ្លៃដើមយើងច្រើនបាទពីមុនយើងធ្លាប់ប្រើជីនិយាយចំច្រើនទៅលើពួកគាត់ទៅទីធម្មជាតិផងជីគីមីផងបាទមិនមែនថាយើងកាត់បន្ថយពួកគាត់ប្រើទេគីមីក៏យើងនៅតែប្រើដែរប៉ុន្តែយើងបន្ថយដែលថា Power Boost យើងប្រើវាចំណេញច្រើនហើយជាក់ស្ដែងខ្ញុំប្រើអាយគោមួយបេ10000ដាក់បានតែ4ចលុងទេ4ចលុងទៅ5ចលុងទេអញ្ចឹងមួយចលុងខំឲ្យ2000ហើយអញ្ចឹងបានខ្ញុំយកគិត Power Boost មកប្រើវិញឥឡូវនេះមួយចលុងខ្ញុំបាញ់ម្ដងអស់តែ200លុយខ្មែរទេពេលថាបើលីមៀកគោថ្លៃណាស់នៅតំបន់ខ្ញុំនេះទិញមួយបេ10000បាទមួយបេ10000អញ្ចឹងបើយើងយកទៅដាក់នៅអាមេរិកវិញបានតែ4គុំទៅ5គុំទេចំណាយទុនអស់ច្រើនណាស់មួយឆ្នាំក៏ឆ្នាំទៅខ្ញុំទិញអាយគោ1000បេជាងក៏ទៅជាង10លានណាបាទបើសិនជាយើងមកងាកមកប្រើ Power Boost វិញចំណេញទ្វេដងរាប់មកទេគឺមួយដងយើងប្រើមួយចលុងអស់តែ200លុយ200លុយរៀលហ្នឹងអញ្ចឹងយើង2000ឧទាហរណ៍តើអាចគោមុខយើងប្រើបានដល់ចំណេញដល់ទៅប្រើបានដល់ទៅ10ដងបាទបាញ់ជាប់មួយខែម្ដងអញ្ចឹងខ្ញុំឃើញថាវិភាគទៅឃើញថាប្រើជី Power Boost ចំណេញច្រើនណាស់សម្រាប់ហើយធ្វើឲ្យដើមយើងល្អជី Power Boost វាមានសារធាតុគ្រប់គ្រាន់សម្រាប់ជួយដល់ដំណាំបាទធ្វើឲ្យល្អច្រើនបាទតាមការណែនាំរបស់លោកតើឃើញថាយើងប្រើរាល់ថ្ងៃកាប់ពីមុនយើងប្រើថ្នាំសត្វល្អិតផ្សេងប្រើជីនឹងផ្សឹងបាទដល់ឥឡូវនេះយើងបាន Power Boost ជួយវាធ្វើឲ្យយើងលាយជាមួយបានដូចជាថ្នាំសត្វល្អិតលើកលែងតែពពួកថ្នាំណាដែលប្រឆាំងមិនឲ្យប្រើបានហ្នឹងអត់បានទេបាទបើក្រៅពីហ្នឹងលាយបានទាំងអស់ទាំងជីទាំងថ្នាំបាទក្នុងពេលតែមួយហ្នឹងគឺចំណេញពលកម្មច្រើនណាបាទបើគិតទៅបាទតាមរយៈក្រុមហ៊ុនបាទគាត់អញ្ជើញចុះមកហ្នឹងជួយផ្សព្វផ្សាយណែនាំបន្ថែមទៅលើការប្រើប្រាស់ជួយជំរុញឲ្យយើងយល់ចំណុចសំខាន់គឺយល់ដឹងពីការប្រើប្រាស់ជីបាទជី AB Power Boost នេះមានលក្ខណៈងាយស្រួលប្រើគឺយើងប្រើក្នុងមួយ
1 លីត្រជីយើងប្រើដល់លាយទឹកបាន220 លីត្របើសិនជាយើងប្រើដល់ញឹកយើងអាចប្រើ5050 cc ស្មើនឹងទឹក20 លីត្រអញ្ចឹងវាចំណេញច្រើនណាកាលណាយើងប្រើបានលើកទី2ដំណាំយើងល្អយើងអាចបន្ថយកំហាប់ជីដល់ទៅពាក់កណ្ដាលអញ្ចឹងធ្វើឲ្យដំណាំយើងកាន់តែល្អទៅទៀតបើយើងបានប្រើញឹកកាន់តែល្អបាទពួកអីជួយជំរុញឫសជួយជំរុញស្លឹកធ្វើឲ្យមានការប្រែពណ៌លឿនហើយឆាប់ស្រូបយកបាទដើម្បីបញ្ចេញផ្កាបញ្ចេញផ្លែបានធំធ្លុះល្អបាទអត់មានទេបាទជួបជីផៅ3នេះឃើញថាទី1គឺយើងចំណេញបាទចំណេញថវិកាទី2គឺជីផៅបុសធ្វើឲ្យទិន្នផលរបស់យើងមានការកើនបាទកើនឆ្នាំនេះជាក់ស្ដែងដូចតារ៉េនកើនបាទចំពោះអាមេរិកខ្ញុំសង្ឃឹមថាឆ្នាំនេះនឹងកើនច្រើនបាទពួកអីតាមលទ្ធភាពជាក់ស្ដែងពីដើមឆ្នាំព្រោះអាមេរិកយើងមើលពីដើមឆ្នាំចាប់ពីខែ5ខែ6ខែទៅបើសិនជាសក្តានុពលដើមឃើញថាដើមផ្លែកល្អចេះហើយវាទទួលទិន្នផលហើយបាទវាចាប់ដើមឃើញផ្កាឃើញអីចេញល្អទៅហើយបាទខ្ញុំមានអារម្មណ៍សប្បាយចិត្តដោយឃើញដំណាំយើងបានធ្វើបានល្អហើយនឹងខិតខំធ្វើបន្តទៅទៀតព្រោះយើងជឿជាក់ទៅលើជីដែលអ្វីដែលចំណេញឲ្យយើងមើលទៅឃើញនឹងភ្នែកហើយបាទអញ្ចឹងសប្បាយចិត្តនឹងឃើញទិន្នផលសប្បាយចិត្តនឹងឃើញដំណាំរបស់យើងល្អបាទខ្ញុំមានពាក្យអីទេគ្រាន់តែណែនាំទៅដល់បងប្អូនវិជាកសិករដែលមានដំណាំដូចខ្ញុំនេះឃើញថាបើមិនជឿមកមើលចំការខ្ញុំទៅបាទខ្ញុំមិនទៅពូតកុហកឬក្រុមហ៊ុនជួលខ្ញុំមកនិយាយអីដើម្បីយកអីចំណេញទេគឺខ្ញុំបានប្រើប្រាស់រឿងជីផៅបប៊ូនេះខ្ញុំអ្នកប្រើអញ្ចឹងខ្ញុំឃើញទិន្នផលកើនទី2ដំណាំយើងល្អអញ្ចឹងសូមឲ្យបងប្អូនមានជំនឿលើចិត្តលើខ្ញុំទៅខ្ញុំមិនចង់តែបើឃើញអ្វីដែលខ្ញុំកើតទៅចង់ឲ្យបងប្អូនកើតដូចគ្នាបាទអញ្ចឹងវាចំណេញដល់សង្គមជាតិយើងផងកាលណាប្រជាកសិករធ្វើបានផលច្រើនជីវភាពគ្រួសារក៏កើនដែរបាទរាល់ថ្ងៃទៅលើចំការអ្នកចំការហត់ណាស់រាល់ថ្ងៃខ្ញុំមិនថាតែខ្ញុំទាំងគេតែធ្វើចំការមិនងាយស្រួលទេកាត់ក្តារហាត់ថ្ងៃអញ្ចឹងឯងទៅតែអ្វីដែលខ្ញុំសប្បាយចិត្តគឺទិន្នផលដែលបានកើនឡើងបានមកគឺខ្ញុំសប្បាយចិត្តខ្ញុំមិនភ្លេចហត់អស់ហើយអញ្ចឹងសប្បាយចិត្តឃើញដំណាំដែលល្អជីផៅបប៊ូចំណាយតិចចំណេញច្រើន